And okay, say please explain in Khmer for Cambodian teachers. Okay, I already checked what you wanted to say. Share. Okay. Yes, thank you. Uh, Thank you, Professor. yeah. ជាដំបូងជម្រាបសួរអ្នកគ្រូហើយជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្រាយអំពីសិស្សរៀនយឺតនិងការងារជាក្រុម Okay. Next, please. Please say that. Next, please, or something. Okay. Next please Okay. អញ្ចឹងដំបូងយើងនឹងនិយាយគ្នាអំពី slow learner អញ្ចឹងតើអ្នកណាខ្លះដែលយើងអាចចាត់ទុកថាជា Oh, freeze. រៀនយឺតជាងមិត្តភ័ក្តិរបស់គាត់នៅក្នុងថ្នាក់រៀនហើយពួកគាត់ត្រូវការពេលវេលាច្រើនដើម្បីឲ្យយើងបញ្យល់បន្ថែមនិងដើម្បីស្វែងយល់ពីមេរៀនដែលយើងបានបង្រៀន Next please សំណួរសួរថាហេតុអីបានជា group work ឬក៏ការងារជាក្រុមហ្នឹងមានសារៈសំខាន់ចំពោះសិស្សរៀនយឺតឬ slow learner អញ្ចឹងក្នុងការងារជាក្រុមសិស្សដែលគាត់រៀនយឺតគាត់ហ៊ាននិយាយច្រើនជាងមុនអត់ទៅខ្លាចខុសហើយក៏ហ៊ានសួរទៅមិត្តភ័ក្តិរបស់គាត់ដែរភាគច្រើនសិស្សដែលរៀនយឺតគាត់ច្រើនតែខ្លាចគ្រូហើយគាត់អត់សូវហ៊ាននិយាយជាមួយគ្រូប៉ុន្តែក្នុងការងារជាក្រុមមានតែមិត្តភ័ក្តិរបស់គាត់ដែលគាត់អាចសួរអាចនិយាយអាចឆ្លើយឆ្លងគ្នាបានច្រើនហើយក្នុងក្រុមរបស់សិស្សគឺគាត់ប្រើពាក្យងាយងាយតាមអ្វីដែលគាត់យល់បញ្យល់មិត្តភ័ក្តិរបស់គាត់យឺតហើយធ្វើតាមជំហានដែលពួកគាត់បានយល់អញ្ចឹងនៅក្នុងការងារក្រុមហ្នឹងក៏ជួយឲ្យសិស្សឆាប់យល់ហើយគាត់បង្កើនភាពរីករាយជាមួយគ្នានៅក្នុងក្រុមហ្នឹងដែរអញ្ចឹងសិស្សរៀនយឺតក៏គាត់ចូលចិត្តធ្វើការងារជាក្រុម Next please ឥឡូវខ្ញុំនឹងនិយាយអំពីការរៀបចំក្រុមអញ្ចឹងដូចដែលយើងដឹងស្រាប់ថាការងារជាក្រុមមានគោលបំណងដើម្បីជួយសិស្សយឺតដែរអញ្ចឹងសារៈសំខាន់បំផុតគឺយើងត្រូវរៀបចំក្រុមហ្នឹងឲ្យមានជាក្រុមចម្រុះអញ្ចឹងក្រុមចម្រុះហ្នឹងគឺយើងមានក្រុមមានសិស្សបកែខ្លាំងសិស្សមធ្យមនិងសិស្សរៀនយឺតនឹងនៅជាមួយគ្នាអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវដឹងពីសមត្ថភាពសិស្សឲ្យហើយយើងអាចរៀបចំក្រុមនោះតែម្ដងដើម្បីពេលដែលយើងពិភាក្សាក្រុមគឺយើងអាចរៀបចំក្រុមចំគោលដៅទៅតាមគោលបំណងរបស់យើង Next please បន្ទាប់ពីយើងរើសក្រុមហើយអញ្ចឹងយើងត្រូវដឹងថាតើអ្នកណាដែលមានតួនាទីសំខាន់ជាងគេនៅក្នុងក្រុមអញ្ចឹងអ្នកដែលមានតួនាទីសំខាន់ជាងគេនៅក្នុងក្រុមគឺជាមេក្រុមហើយមេក្រុមនោះគឺយើងត្រូវជ្រើសរើសសិស្សដែលពូកែនៅពេលដែលសិស្សគាត់ពូកែអញ្ចឹងគឺគាត់អាចបញ្យល់អាចណែនាំមិត្តភ័ក្តិរបស់គាត់អាចប្រាប់ពីតាមជំហានប៉ុន្តែមេក្រុមនោះក៏គាត់ត្រូវដឹងពីទូរទស្សន៍គាត់ដែរថាតើគាត់ត្រូវធ្វើមិនខ្លះដោយសារជាក់ស្ដែងអ្វីដែលយើងឃើញឲ្យតែពេលពិភាក្សាក្រុមពួកគាត់ចង់លឿនអញ្ចឹងសិស្សដែលប៉ាកែឬក៏មេក្រុមនោះគាត់ច្រើនតែធ្វើតែឯងធ្វើដោយខ្លួនឯងអត់បានព្យាយាមបញ្យល់ទេអញ្ចឹងក្នុងនាមជាលោកគ្រូអ្នកគ្រូម្នាក់យើងត្រូវបញ្យល់ប្រាប់មេក្រុមឲ្យហើយថាតើក្នុងការងារក្រុមនោះគាត់មានតួនាទីអីអញ្ចឹងមេក្រុមគឺមានតួនាទីសួរទៅកូនក្រុមរបស់គាត់ឲ្យគាត់ឆ្លើយហើយបញ្យល់តាមជំហានគាត់អាចសួរបដិញឲ្យចេញជាចម្លើយប៉ុន្តែអត់មែនធ្វើកិច្ចការតែឯងឬក៏ប្រាប់ចម្លើយដល់កូនក្រុមតែម្ដងទេម្យ៉ាងទៀតមេក្រុមគឺមានតួនាទីលើកទឹកចិត្តកូនក្រុមជាបទពិសោធន៍ខ្ញុំមេក្រុមខ្លះនៅពេលដែលគាត់បញ្យល់កូនចៅគាត់អត់យល់គាត់ងាយនឹងបាក់ទឹកចិត្តហើយគាត់ច្រើនតែខឹងឆាប់ខឹងហើយគាត់ស្ដីបន្ទោសឲ្យមិត្តភក្តិគាត់ហើយព្យាយាមធ្វើតែឯងចាអរគុណច្រើនអញ្ចឹងនេះជាចំណុចដែលខ្ញុំនឹងបានបកស្រាយនៅថ្ងៃនេះអរគុណច្រើន Thank you Okay. Thanks so much. Yeah. So I'd like to have your opinion about these contents. So Chanseha, please have opinion from the participant today from the
regarding your presentation. Okay, procedure of the group work. Okay, please have okay, please play a role of MC. Say her, ចា please. Yeah. Thank you Professor អញ្ចឹងបន្ទាប់ពីខ្ញុំបានបកស្រាយរួចខ្ញុំសូមឲ្យលោកគ្រូអ្នកគ្រូពិភាក្សាគ្នាហើយសូមបញ្ចេញមតិយោបល់ចំពោះខ្លឹមសារដែលខ្ញុំបានបកស្រាយតើលោកគ្រូអ្នកគ្រូយល់យ៉ាងណាហើយលោកគ្រូអ្នកគ្រូមានអីបន្ថែមទៀតអត់ចា In Khmer or in English? In Khmer, please. ចាជម្រាបសួរលោក Professor Makato ហើយនឹងសួស្តីបងប្អូនទាំងអស់គ្នាដែរអញ្ចឹងថ្ងៃហ្នឹងចាយើងមានប្រធានបទថ្មីតាក់ទងជាមួយនឹងទូនាទីសម្រាប់គ្រប់ work ហើយនឹងslow learner អញ្ចឹងតាមរយៈការបកស្រាយរបស់សីហាអ្នកគ្រូចង់គិតថាជាទូទៅសិស្សផ្ទាល់របស់សីហាហ្នឹងនៅក្នុងមួយថ្នាក់មានគ្នាប្រមាណអ្នកដែរ ចាអ្នកគ្រូនៅឆ្នាំនេះខ្ញុំមានតែ24នាក់ទេ 24នាក់ចាអញ្ចឹងមានន័យថាល្មមមកមួយថ្នាក់ចុះចប់មានសិស្សប៉ុន្មានអ្នក ខ្ញុំជាទូទៅនៅសាលាខ្ញុំបើជាទូទៅសិស្សអាចជា30នាក់បន្តិចតួចនេះគ្រូអាច35ទៅ38នាក់អីចឹងនេះគ្រូជាទូទៅ ចាប៉ុណ្ណឹងក៏ដូចជាមិនច្រើនដែរមែនទេចាចុះខេមាចាខេមា ចាអ្នកគ្រូជាទូទៅខ្ញុំបានចន្លោះពី45ទៅ50នាក់អ្នកគ្រូនៅក្នុងមួយថ្នាក់ អញ្ចឹងថ្នាក់ខេមាយើងថ្នាក់ធំអញ្ចឹងជាទូទៅយើងគិតថាចាក្នុងមួយថ្នាក់យើងមានសិស្សបកែប្រហែលប៉ុន្មានអ្នក វាអាស្រ័យទៅលើឆ្នាំសិក្សានីមួយៗដែរអ្នកគ្រូប៉ុន្តែជាទូទៅអាចថាត្រឹមតែ40%ទេអ្នកគ្រូអត់ដល់ពាក់កណ្ដាលជាមួយនឹងសិស្សខ្សោយទេ យើងនិយាយសិស្សបកែហ្មងណា សិស្សបកែហ្មង ជុំហ្នឹង បើសិស្សបកែហ្មងនៅក្នុងចំណោម40និយាយជាមធ្យម45នាក់ចុះអញ្ចឹងសិស្សបកែបានប្រហែលជា10នាក់ចឹងអ្នកគ្រូ10នាក់បកែខ្លាំងហ្មង ចា10នាក់ច្រើនហើយក្នុងមួយថ្នាក់អញ្ចឹងបើសិនជាយើងចែកការងារក្រុមទៅពួកគាត់មានន័យថាក្នុង5ក្រុមដូចថ្នាក់ខេមាអញ្ចឹង10ក្រុមយើងអាចមានសិស្សបកែម្នាក់ចូលតាមក្រុមបានហើយមែនទេដើម្បីជួយចុះយើងតែងសង្កេតឃើញថាពេលដែលសិស្សបកែគាត់បញ្ចេញមតិឬក៏គាត់បញ្ចេញយោបល់នៅក្នុងក្រុមរបស់គាត់ដែលមានក្រុមចម្រុះ5ទៅ6នាក់អញ្ចឹងនៅក្នុងហ្នឹងអាចមានសិស្សខ្សោយហ្នឹងអញ្ចឹងនៅពេលដែលមានសិស្សខ្សោយគាត់បញ្ចេញមតិយើងតែងតែឃើញមតិផងគាត់ណាចំពោះសិស្សរៀនបកែឬសិស្សមធ្យមហ្នឹងទទួលយកមតិផងគាត់អត់នៅត្រង់ហ្នឹង អានេះចាអរគុណអ្នកគ្រូអញ្ចឹងបើសម្រាប់ខ្ញុំបែងចែកមុខវិជ្ជាដែរអ្នកគ្រូបើសិនជាយើងតាក់ទងទៅនឹងគណិតវិទ្យាពេលខ្លះគាត់ជាសិស្សបកែមែនប៉ុន្តែគាត់នៅមានកំណត់ភ័ន្តច្រឡំអញ្ចឹងនៅពេលដែលយើងឲ្យគាត់ចូលក្រុមចម្រុះពេលខ្លះបើសិនជាមតិសិស្សខ្សោយនឹងគាត់ត្រឹមត្រូវគឺគាត់ដែលសិស្សបកែនឹងគាត់អាចកលេចទៅមើលកិច្ចការគាត់ម្ដងទៀតហើយគាត់ទទួលយកភាសាគ្នាប៉ុន្តែបើសិនជាសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រគឺអាចនិយាយបានថាសិស្សបកែនឹងគឺគាត់អត់ទទួលយករបស់សិស្សខ្សោយទេអ្នកគ្រូគាត់គិតថាសិស្សខ្សោយនឹងបញ្ចេញមតិមកអត់ត្រូវអញ្ចឹង ដូចនិយាយថាគាត់នឹងទុកសិស្សខ្សោយនឹងដូចគាត់និយាយថាអត់ទទួលយកអញ្ចឹងណាអ្នកគ្រូ ចាអញ្ចឹងនៅត្រង់ចុះឲ្យនឹងសីហាមិនដែរនៅត្រង់ឡើយហ្នឹងករណីដែលសិស្សបកែគាត់បញ្ចេញមតិសិស្សខ្សោយសិស្សរៀនយឺត slow learner ហ្នឹងគាត់មានបញ្ចេញមតិអញ្ចឹងក៏ប៉ុន្តែខាងសិស្សដែលគាត់រៀនបកែហ្នឹងក៏អត់ទទួលយកទេតែធ្លាប់ជួបបញ្ហាហ្នឹងឯង ជួបអ្នកគ្រូដូចខ្ញុំលើកឡើងក្នុងការបកស្រាយមិនអញ្ចឹងសិស្សខ្លះគឺគាត់អត់ទទួលស្ដាប់ហ្នឹងហើយគាត់ខឹងគេហើយគាត់អត់ព្រមធ្វើចង់ឲ្យគាត់អត់ព្រមយកទទួលគំនិតគេហើយគាត់ព្យាយាមធ្វើតែឯងវិញសម្រាប់សិស្សបកែមួយចំនួនប៉ុន្តែបើឆ្នាំនេះខ្ញុំសង្កេតឃើញគាត់ព្យាយាមបញ្យល់គ្នាច្រើនយើងទឹកតែចាប់ដើមរៀននេះប៉ុន្តែយើងឃើញគាត់ដើរទៅតាមអ្វីដែលយើងបញ្យល់ប្រាប់គាត់បានច្រើន ចាចុះមិនដែរឡើយហ្នឹង Hello ចុះមិនស្អី slow មែនតើ Finish. ចុះ Chalk. Please. Chalk. អូខេអញ្ចឹង ដូចអត់បានបរិញ្ញាដែរអ្នកគ្រូ ចា
ចាំមួយទៀតតាមបទពិសោធន៍ផងយើងធ្លាប់ប្រហែលថាសមាជិកយើងមាន5នាក់អញ្ចឹងយើងធ្លាប់ចែកគេហៅថាបានតួនាទីក្រុមហ៎4តួនាទីក្រុមមានន័យថាសមាជិកអ្នកក៏ត្រូវមានតួនាទីរៀងខ្លួនអស់មកថាមានអ្នកត្រូវបញ្ចេញយោបល់មានអ្នកគ្រប់គ្រងពេលវេលាមានអ្នកដោះមានអ្នកសរសេរមានអ្នកឡើង presentation អញ្ចឹងយើងធ្លាប់បានធ្វើសកម្មភាពហ្នឹងឬក៏យើងបញ្ជ្រាបយុទ្ធវិធីដូចជាយុទ្ធវិធីជីកសឬក៏យុទ្ធវិធី bus station vocabulary ដើម្បីមានន័យថាគាត់នៅពេលដែលយើងធ្វើវិធីសាស្ត្រហ្នឹងគឺមានន័យថានៅពេលដែលសិស្សបកែហ្នឹងគាត់បញ្យល់លំហាត់មួយទៅ slow learner គាត់ជួយក៏ប៉ុន្តែ slow learner ហ្នឹងក៏អត់មានគាត់គិតថាខ្លួនគាត់ក៏អត់មានតួនាទីធ្វើអីទេអញ្ចឹងទោះជាគេបញ្យល់មកក៏អត់ចាប់អារម្មណ៍ដែរក៏ប៉ុន្តែបើសិនជាគ្រូបញ្ជ្រាបយុទ្ធវិធីមួយឧបមាថាជីកសគាត់គេកម្មជីកសមានន័យថាម្នាក់ហ្នឹងគឺត្រូវមានតួនាទីរៀងខ្លួនសម្រាប់ធ្វើ presentation អញ្ចឹងសិស្សដែល slow learner ហ្នឹងគឺគាត់ខិតខំព្យាយាមគាត់ខិតខំព្យាយាមសួរសំណួរអ្វីដែលគាត់អត់យល់គាត់ដើម្បីគាត់ថាគាត់ត្រូវមានតួនាទីដើម្បីធ្វើ presentation ដែរអញ្ចឹងគាត់ត្រូវប្រឹងប្រែងគាត់ត្រូវសួរនាំគាត់ត្រូវសួរគ្រូសួរអ្នកដែលរៀនបកកែអញ្ចឹងតែយើងធ្លាប់បានធ្វើអាសកម្មភាពហ្នឹងនៅក្នុងការរៀនផងយើងឯងចាអ្នកគ្រូបើពួកខ្ញុំអត់សូវបានធ្វើសកម្មភាពនឹងទេដោយសារម៉ោងសិក្សារបស់យើងវាខ្លីៗដែរអញ្ចឹងខ្ញុំអត់សូវបានធ្វើទេធ្លាប់តែធ្វើការងារក្រុមហាក់ឲ្យគាត់ឡើងបញ្យល់នៅលើក្តារខៀនវិញចាអូខេអញ្ចឹងដល់ពេលអ្នកឡើងបញ្យល់សួរថាអ្នកដែលសិស្សរៀនបកកែអ្នកដែលរៀនយឺតឬក៏សិស្សមធ្យមដែលជាអ្នកឡើង presentation ពីច្រើនសិស្សមធ្យមហើយនិងសិស្សបកកែប៉ុន្តែខ្ញុំព្យាយាមឲ្យគាត់ចែកគ្នាឡើងម្នាក់ម្ដងចាគេចុះខេមាមិនដែរនៅត្រង់ចំណុចហ្នឹងយើងអាចបញ្ជ្រាបអាយុទ្ធវិធីនឹងដើម្បីជួយសិស្សដែល slow learner ហ្នឹងដែរចាអ្នកគ្រូដោយអ្នកគ្រូនិយាយថាតកតងទៅនឹងទូនាទីក្រុមហ្នឹងខ្ញុំអត់បានចែកជាបានទេប៉ុន្តែនៅពេលដែលខ្ញុំឲ្យគាត់ធ្វើការងារក្រុមខ្ញុំតែងតែមានថាអ្នកណាត្រូវខាងកត់ត្រាឬក៏ខាងពេលវេលាអីចឹងអានឹងមានអ្នកគ្រូប៉ុន្តែសកម្មភាពមួយដែលខ្ញុំចាប់អារម្មណ៍ដែលអ្នកគ្រូលើកឡើងហ្នឹងគឺសកម្មភាពជីកសប៉ុន្តែជាក់ស្ដែងថ្នាក់ខ្ញុំវាត្រឹមទី2អ្នកគ្រូដល់ពេលអញ្ចឹងនៅកម្រិតដំបូងអញ្ចឹងវារឿងពិបាកនៅក្នុងការឲ្យគាត់យល់ពីដំណើរការនៃការធ្វើកម្មវិធីហ្នឹងមួយអ្នកគ្រូដល់ពេលអញ្ចឹងខ្ញុំបានតែត្រឹមតែថាយើងចែកដូចសិហាលើកឡើងអញ្ចឹងយើងចែកឲ្យគាត់ចែកគ្នាឡើងធ្វើបទបង្ហាញម្នាក់ម្ដងឲ្យគាត់ស៊ាំនឹងការរបៀបធ្វើការងារក្រុមសិនអញ្ចឹងណាអ្នកគ្រូចាថ្នាក់ទី2មែនហ្នឹងយើងអាចធ្វើអាសកម្មភាពហ្នឹងច្រើនមួយពួកគាត់ទេបានត្រឹមដៃគូឬក៏2នាក់ឬក៏3នាក់ដោយសារតែគាត់ទូចហើយដល់ពេលដែលយើងចាប់ផ្ដើមខ្ញុំសាក់លបងធ្វើទៅវាអត់ជោគជ័យទេអ្នកគ្រូមានថាគាត់អត់តន់យល់ដល់ពេលអញ្ចឹងខ្ញុំអត់តន់អាចធ្វើបានទេអ្នកគ្រូចាអូខេចុះសីហាមានកំណត់អីតទៀតអីដែរខ្ញុំអត់មានទេចំពោះខ្ញុំកម្រិតថ្នាក់ទី3អញ្ចឹងរឿងពិបាកដែរប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើសាកល្បងធ្វើនៅឆ្នាំនេះដោយសារយើងទឹកតែបំពន់ហើយអញ្ចឹងខ្ញុំទទួលបានកំណត់ថ្មីបន្ថែមទៀតអរគុណច្រើនហ្នឹងហើយចាព្រោះថ្នាក់ទី3យើងគិតថាគាត់ឲ្យអាចរៀងធំហើយអញ្ចឹងយើងសកម្មភាពហ្នឹងដោយសារថាធ្លាប់លើកឡើងអញ្ចឹងថាពេលវេលាយើងខ្លីទី1សិស្សតូចអ្នកគ្រូទទួលស្គាល់ថាបើសិនជាយើងបញ្ជ្រាបសកម្មភាពយុទ្ធវិធីទាំងហ្នឹងត្រូវវាធ្វើឲ្យពេលវេលាផងយើងខាតមែនក៏ប៉ុន្តែយើងមិនបានទៅធ្វើវារាល់ថ្ងៃទេយើងអាចមួយខែយើងព្យាយាមម្ដងឬក៏2ខែយើងធ្វើម្ដងមានន័យថាដើម្បីឲ្យសិស្សគាត់ចេះហ្វឹកហាត់ខ្លះមានថាគាត់មានបំណិននៅពេលដែលគាត់ឡើងទី4ទី5ទី6ទៅគាត់គាត់ធ្លាប់ឃើញលោកគ្រូគាត់ធ្លាប់ធ្វើសកម្មភាពហ្នឹងអញ្ចឹងគាត់អាចមានបំណិនខ្លះហើយអ្វីដែលសំខាន់សកម្មភាពហ្នឹងគឺគាត់អាចជួយគ្នាទៅវិញទៅមកមានថាត្រូវមានទទួលទំនួលខុសត្រូវយើងអាចធ្វើដោយថ្នាក់ទី3អញ្ចឹងយើងអាចត្រឹមពាក់កណ្ដាលឆ្នាំឬចុងឆ្នាំអីយើងអាចធ្វើបានព្រោះគាត់រៀងធំតិចដែរ Okay, stop here. Thanks so much. Yeah. Okay, very vivid, enthusiastic discussion. Okay, let's move to today's session. And the next, can you see? And this is the Japanese way. If possible, please refer to this rule. In Chan Sei-ha, would you please translate in